នៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះយើងសូមធ្វើការតាមដានពីស្ថានភាពតានតឹងដែលកំពុងតែប្រឈមមុខលើឧបទ្វីបកូរ៉េការផ្ទុះអាវុធបង្កជាសង្គ្រាមអាចនឹងកើតមានឡើងគ្រប់ពេលវេលាទាំងអស់មកពិសេសជួលខ្លួនមកលំអិតជំវិញព័ត៌មាននេះជម្រាបសួរពិសេសបាទសួស្តីសុភ័ណ្ឌពិសេសពីសប្តាហ៍កន្លងមកនេះពិភពលោកទាំងមូលកំពុងតែផ្ដោតការចាប់អារម្មណ៍ទៅលើភាពតានតឹងលើឧបទ្វីបកូរ៉េបន្ទាប់ពីកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកបានគម្រាមប្រើប្រាស់អាវុធទៅវិញទៅមកទល់នឹងថ្ងៃនេះស្ថានភាពកំញាញគ្នានេះបានធូរស្រាលឬក៏នៅតែតានតឹងដដែលទេពិសេសបាទសុភ័ណ្ឌបើតាមដំណឹងចុងក្រោយដែលយើងទទួលបានគឺស្ថានភាពមិនមានអ្វីប្រសើរទេមានតែធ្ងន់ជាងមុនដោយសារភាគីនីមួយៗគ្មាននរណាម្នាក់បន្ធូរដៃទេថ្ងៃអង្គារទី25មេសានេះជាថ្ងៃបុណ្យខួបគម្រប់85ឆ្នាំនៃការបង្កើតកងទ័ពរណសិរ្សបដិវត្តកូរ៉េខាងជើងបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយន្តហត្ថរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាកងទ័ពកូរ៉េខាងជើងបានរៀបចំធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅតំបន់វុនសានជាប់ឆ្នេរខាងកើតរបស់កូរ៉េខាងជើងប្រពន្ធប្រដាល់បញ្ជាក់ថាកងទ័ពកូរ៉េខាងជើងបានបាញ់គ្រាប់កាំភ្លើងត្បាល់និងគ្រាប់បេប្រភេទធ្ងន់ដែលសុទ្ធតែជាគ្រាប់ពិតទាំងអស់តែបើតាមការសន្និដ្ឋានកូរ៉េខាងជើងមិនបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរដោយដែលគេធ្លាប់បានបារម្ភនោះទេសុភ័ណ្ឌតែយ៉ាងណាក្រសួងការពារជាតិកូរ៉េខាងត្បូងនៅមិនទាន់បានបញ្ជាក់អះអាងពីដំណឹងសមយុទ្ធយោធារបស់កូរ៉េខាងជើងនេះនៅឡើយទេគ្រាន់តែខាងអគ្គបញ្ជាការកងទ័ពកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអង្គារនេះថាកូរ៉េខាងត្បូងកំពុងតាមដានឃ្លាំមើលសកម្មភាពចល័តចុះឡើងរបស់កងទ័ពកូរ៉េខាងជើងយ៉ាងម៉ត់ចត់បំផុតហើយកងទ័ពកូរ៉េខាងត្បូងក៏បានត្រៀមកម្លាំងបំរុងទុកជាស្រេចបើសិនជាត្រូវធ្វើសង្គ្រាមឯនោះដោយឡែកសារព័ត៌មានRodon Simon របស់គណៈបកពលករកូរ៉េខាងជើងបានសរសេរចុះផ្សាយនៅថ្ងៃអង្គារនេះថាកម្លាំងវាយប្រហាររបស់កងទ័ពប្រជាមានិតកូរ៉េខាងជើងគឺខ្លាំងគ្មានអ្វីទប់បានទេព្រោះវាពុះពេញដោយសម្ភារៈទំនើបដូចជាអាវុធនុយក្លេអ៊ែរបំព្រួញតូចព្រមទាំងមីស៊ីលបាឡេស្ទិកដែលបាញ់ចេញត្រង់ចំគោលដៅមិនឲ្យខុសហើយអាចបាញ់ចេញពីនាវាមួយទឹកបាតសមុទ្រថែមទៀតផងសកម្មភាពធ្វើសមយុទ្ធយោធារបស់កូរ៉េខាងជើងនេះពេលនេះគឺវាស្របពេលគ្នាជាមួយនឹងការទៅដល់របស់នាវាមួយទឹកបាតសមុទ្ររបស់អាមេរិកនៅកំពង់ផែក្រុងប៊ូសានរបស់កូរ៉េខាងត្បូងនាវាមួយទឹក USS Michigan មានសមត្ថភាពអាចបាញ់មីស៊ីលបាឡេស្ទិកនិងមីស៊ីលឆ្លងទ្វីបបានទៀតផងកងទ័ពជើងទឹកកូរ៉េខាងត្បូងក៏បានប្រកាសដែរថាគេទើបបានសាកល្បងបាញ់គ្រាប់ពិតដោយមានការចូលរួមពីសំណាក់នាវាចម្បាំងរបស់អាមេរិកនៅភាគខាងលិចកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះដែរដូច្នេះយើងឃើញថាទាំងកូរ៉េខាងជើងទាំងកូរ៉េខាងត្បូងនៅតែបន្តត្រៀមជើងព្រួលនិងប្រកាសកម្ញាយគ្នាទៅវិញទៅមកដដែលសុភ័ណ្ឌស្ថានភាពកម្ញាយគ្នាទៅវិញទៅមកនេះក៏ជួនពេលដែលជប៉ុនកំពុងតែព្យាយាមរកច្រកចេញតាមរយៈការចរចាផងដែរដូច្នេះតើដំណើរការនេះបានដើរទៅដល់ណាហើយពិសេសបាទសុភ័ណ្ឌជាការពិតនៅថ្ងៃអង្គារទី25មេសានេះដែរនៅទីក្រុងតូក្យូជប៉ុនបានរៀបចំការប្រជុំមួយដោយបានអញ្ជើញអ្នកជំនាញការផ្នែកនុយក្លេអ៊ែររបស់អាមេរិកនិងកូរ៉េខាងត្បូងមកចូលរួមដែរកម្មវត្ថុនៃកិច្ចប្រជុំនេះគឺដើម្បីប្រមាលមើលឲ្យបានច្បាស់អំពីសមត្ថភាពនិងគ្រោះថ្នាក់ពិតប្រាកដរបស់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើងថាវាមានដល់កម្រិតណាបើសិនជារបបផ្ដាច់ការនេះនៅតែរឹងទទឹងមិនព្រមបោះបង់មហិច្ឆតានេះចោលទេក្រោយការប្រជុំអ្នកជំនាញការជប៉ុនក្នុងសំណុំរឿងកូរ៉េខាងជើងនេះបានបញ្ជាក់ថាភាគីទាំង3ជប៉ុនកូរ៉េខាងត្បូងនិងអាមេរិកសុទ្ធតែយល់ស្របគ្នាថាចិនមានតួនាទីសំខាន់ណាស់ដើម្បីជួយដោះស្រាយបញ្ហានេះចិនត្រូវតែជួយដាក់សម្ពាធទៅលើកូរ៉េខាងជើងដោយវិធីផ្សេងៗដូចជាត្រូវបញ្ឈប់ការនាំចូលប្រេងឥន្ធនៈទៅឲ្យកូរ៉េខាងជើងជាដើមយ៉ាងណាមិញបើតាមការប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនក៏បានឲ្យដឹងដែរថាអ្នកជំនាញការកម្មវិធីនុយក្លេអ៊ែររបស់ចិននឹងត្រូវជួបលោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុននៅថ្ងៃពុធស្អែកនេះដើម្បីពិភាក្សាគ្នាពីបញ្ហាទាំងអស់នេះការពិតទៅទាំងចិនទាំងជប៉ុនសុទ្ធតែជាអ្នកដែលព្យាយាមទប់កុំឲ្យបញ្ហានេះក្លាយទៅជាសង្គ្រាមព្រោះគ្មាននរណាចំណេញទេបើសិនជាសង្គ្រាមរវាងអាមេរិកនិងកូរ៉េខាងជើងផ្ទុះមែននោះសុភ័ណ្ឌចាតែយ៉ាងណាគោលជំហររបស់សហរដ្ឋអាមេរិកនឹងហាក់ដូចជាមានភាពតានតឹងខ្លាំងណាស់មួយរយៈចុងក្រោយនេះលោកប្រធានាធិបតី Donald Trump នឹងបានលើកឡើងកាលពីថ្ងៃច័ន្ទម្សិលមិញថាការអត់ធ្មត់ទ្រាំបិទភ្នែករបស់សហគមន៍អន្តរជាតិទៅនឹងការក្អេងក្អាងរបស់កូរ៉េខាងជើងល្មមត្រូវបញ្ចប់ហើយពិសេសតើទៅទៀតនេះសហរដ្ឋអាមេរិកមានយុទ្ធសាស្ត្រយ៉ាងណាទៀតបាទក្នុងសប្តាហ៍នេះយើងឃើញថារដ្ឋាភិបាលអាមេរិកបានបង្កើនយុទ្ធនាការការទូតយ៉ាងខ្លាំងដើម្បីរកការគាំទ្រក្នុងសំណុំរឿងកូរ៉េខាងជើងនេះជាការពិតលោក Donald Trump បានប្រកាសថាត្រូវបញ្ឈប់គោលនយោបាយធ្វេចភ្នែកខំមាត់ទុកបញ្ហាឲ្យទៅជាមហារីកធ្ងន់ធ្ងរលោក Trump បានទាមទារថាក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិត្រូវត្រៀមខ្លួនចេញសេចក្តីប្រកាសថ្មីមួយទៀតដើម្បីថ្កោលទោសនិងដាក់ទណ្ឌកម្មឲ្យកាន់តែតឹងតែងទៅលើកូរ៉េខាងជើងយ៉ាងណាមិញលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងដឹកនាំកិច្ច
ប្រជុំពិសេសមួយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនិងជំនាញការអាមេរិកផ្នែកចារកិច្ចនៅថ្ងៃពុធស្អែកនេះស្ដីពីបញ្ហាកូរ៉េខាងជើងនេះតែម្ដងបន្ទាប់មកទៀតនៅថ្ងៃសុក្ររដ្ឋមន្ត្រីការបរទេសអាមេរិកនឹងដឹកនាំការប្រជុំពិសេសមួយទៀតរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ក្នុងសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនេះដែរតាមរយៈកិច្ចប្រជុំទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលអាមេរិកទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិយើងឃើញថារដ្ឋាភិបាលរបស់លោកដូណាល់ត្រាំហាក់ដូចជាបញ្ញាបញ្ញាប់និងសកម្មខ្លាំងណាស់ដើម្បីស្វែងរកការគាំទ្រក្នុងសំណុំរឿងនេះបញ្ហាចោទគឺថារុស្ស៊ីដែលជាអ្នកយកជើងរាទឹកក្នុងការដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងចិនវិញថ្មីបើបានគាំទ្រទណ្ឌកម្មមែនតែចិនប្រកាសហើយប្រកាសទៀតថាត្រូវតែបន្ថយកម្ដៅមិនត្រូវរុញបញ្ហាឲ្យคล้ายជាសង្គ្រាមមែនទែននោះទេតែដូចយើងឃើញអ្វីដែលកើតឡើងនៅសេរីស្រាប់សភ័ណ្ឌរដ្ឋាភិបាលលោកដូណាល់ត្រាំបានសម្រេចចិត្តប្រើកម្លាំងដោយឯកឯងដោយមិនចាំបាច់មាននរណាយល់ស្របទេដូច្នេះគេបារម្ភណាស់ថាបើសិនជាក្រុមប្រឹក្សាសន្តិសុខនៅមិនអាចធ្វើអ្វីបានទេរដ្ឋាភិបាលអាមេរិកអាចនឹងសម្រេចជ្រើសរើសវិធីចុងក្រោយដោយប្រើកម្លាំងតែម្នាក់ឯងដើម្បីប្រាប់ទៅគ្រប់គ្នាថាអាមេរិកនៅតែជាបងធំដែលមិនត្រូវការជំនួយឬក៏ការយល់ព្រមពីនរណាទាំងអស់សភ័ណ្ឌអរគុណពិសេសចំពោះបទអន្តរាគមន៍នៅថ្ងៃនេះ